សួស្តីតារានិករធាតុខ្យល់ដែលមានដូចជា Gemini Libra Aquarius តើខែ6នេះមានអ្វីឲ្យអ្នកទាំងគ្នាត្រូវដឹងត្រូវឮខ្លះសូមបញ្ជាក់ផងដែរថាការអាន Tarot កាត់មួយនេះគឺជាការអានកំសាន្តលេងទេបើសិនជាករណីអ្នកទាំងគ្នាស្ដាប់ហើយត្រូវជាមួយនឹងធម៌ពលរបស់អ្នកទាំងគ្នាអាច claim យកបានតែបើសិនជាស្ដាប់ហើយអត់ត្រូវជាមួយនឹងធម៌ពលរបស់អ្នកទាំងគ្នាទេគឺអ្នកទាំងគ្នាអាចអូសរំលងបានដែរអញ្ចឹងជាមួយនឹងសិលកាត់ដំបូងគឺយើងមានសិលកាត់ Three of Cups ល្អមែនទេអ្នកទាំងគ្នាសម្រាប់តារានិករធាតុខ្យល់ហ្នឹងខ្ញុំមើលទៅនៅក្នុងខែ6នេះគឺអ្នកទាំងគ្នានឹងអាចមានកម្មវិធីជួបជុំគ្នាច្រើនខ្លាំងមែនទែនដូចជាការជួបជុំមិត្តភ័ក្តិការចេញទៅ date គ្នាឬក៏កម្មវិធីជួបលៀងឬក៏កម្មវិធីសង្គមអីមួយចឹងទៅឬក៏ការទទួលដំណឹងល្អពីនរណាគេម្នាក់ផ្សេងណាឬក៏អាចមាន energy ថ្មីចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាក៏ថាបានដែរអាចថានៅក្នុងចង្កោមមិត្តភ័ក្តិរបស់អ្នកទាំងគ្នាឬក៏កន្លែងការងារកន្លែងរៀនសូត្រកន្លែងប្រកបមុខរបរឬក៏តាម social media អីផ្សេងហ្នឹងគឺមានអ្នកចង់រាប់អានថ្មីឬក៏មានអ្នកចង់ចូលមកក្នុងជីវិតយើងដែលជា energy ថ្មីតែម្ដងហើយការជួបជុំការសប្បាយរីករាយអីហ្នឹងក៏កើតមានច្រើនដែរនៅក្នុងខែ6នេះជាមួយនឹងសិលកាត់ Three of Cup ណាសិលកាត់ដដែលឡើងដែរគឺបើនិយាយពីផ្លូវចិត្តវិញគឺអ្នកទាំងគ្នាអាចនិយាយបានថាគឺសប្បាយរីករាយជាងមុនច្រើនព្រោះដោយសារ Three of Cup គឺតំណាងឲ្យ energy បែប light energy ឬក៏ energy បែបលក្ខណៈ chill សប្បាយ happy អីចឹងណានឹងសិលកាត់បន្តមកទៀតគឺយើងមាន Seven of Swords ដែលសិលកាត់នេះគឺជាសិលកាត់មួយដែលអ្នកទាំងគ្នាត្រូវប្រុងប្រយ័ត្នឲ្យមែនតើនៅក្នុងខែ6នេះអាចនឹងថាមាននរណាគេម្នាក់ដែលកុហកបោកប្រាស់អ្នកទាំងគ្នាឬក៏អាចមានទង្វើ cheating ឬក៏ទង្វើអីមួយដែលជាអត់កំបាំងណារបៀបថាលាក់លៀមនៅពីក្រោយខ្នងឬក៏អាចមានលក្ខណៈមនុស្សមួយចំនួនគឺ fake ឬក៏និយាយពីក្រោយអ្នកទាំងគ្នាក៏ថាបានធ្វើឲ្យដែលលាក់លៀមអត់ឲ្យអ្នកទាំងគ្នាដឹងពីការពិតអ្វីមួយយ៉ាងអញ្ចឹងណាមានអត់កំបាំងមានអីចឹងទៅឬក៏មានអ្នកមួយចំនួនអាចនឹងត្រូវបានគេបោកបញ្ឆោតទៅលើរឿងលុយកាក់រឿងការងារឬក៏ការរកស៊ីមិត្តភាពឬអីផ្សេងនិយាយមួយម៉ាត់ទៅគឺប្រុងប្រយ័ត្នមែនតើគេនិយាយអីកុំសូវជឿគេពេកណាព្រោះមនុស្សខ្លះអាចនឹងសម្ដីផ្អែមឬក៏បកែលួងលោមឬក៏បកែបោបកែនិយាយអញ្ចឹងទៅធ្វើឲ្យអ្នកទាំងគ្នាឆាប់ជឿអញ្ចឹងទៅក៏ចាញ់បោកគេមកពេលអញ្ចឹងទៅអ្នកខ្លះអាចនឹងចាញ់បោកពាក់ព័ន្ធជាមួយរឿងលុយកាក់អញ្ចឹងទៅអ្នកខ្លះទៀតក៏អាចចាញ់បោកពាក់ព័ន្ធជាមួយរឿងការងារការខកបំណងឬក៏រឿងស្នេហាឬក៏អីផ្សេងប៉ុន្តែខ្ញុំសូមបញ្ជាក់ energy ខ្លះមិនប្រកាសថាត្រូវតែមានអ្នកមកបោកគាត់ឬក៏ត្រូវតែមានអ្នកមកធ្វើឲ្យគាត់ឈឺចាប់ខាងផ្នែកស្នេហាផ្លូវចិត្តអីទេពេលខ្លះវាអាចនឹងពាក់ព័ន្ធជាមួយនឹងរឿងរ៉ូស៊ីការងាររបស់យើងបើសិនជាករណីមានអ្នកគេហៅយើងទៅប្រដាក់ទុនឬក៏គេមកខ្ចីលុយយើងអីចឹងគឺប្រុងប្រយ័ត្នឲ្យមែនតែនមើលផងណាមិនមែនចេះតែឲ្យលុយគេខ្ចីទេហើយបើសិនជាករណីពាក់ព័ន្ធជាមួយនឹងរឿងរាប់អានមិត្តភ័ក្តិប៉នភឿនអីទៅលេងនរណាផ្សេងដើរលេងតាណាតណៃអីហ្នឹងមើលផងព្រោះអ្នកខ្លះគឺរាប់អានយើងគឺសម្លឹងមើលអីផ្សេងអញ្ចឹងគឺរាប់អានអត់អស់ពីចិត្តទេតែក៏មាន energy មួយចំនួនគឺគេរាប់អានយើងអស់ពីចិត្តដូចគ្នាមានតែស្រឡាញ់រាប់អានយើងដូចជាក្រុមគ្រួសាររបស់គេជាសមាជិកគ្រួសាររបស់គេអីចឹងណាតែអ្នកខ្លះទៀតក៏ចូលមកបែបលក្ខណៈ fake អីចឹងទៅអញ្ចឹងឲ្យអ្នកទាំងគ្នាប្រុងប្រយ័ត្នឲ្យមែនទែនជាមួយនឹងរឿងមួយចំនួនបើអត់ទាន់ច្បាស់ការទេកុំសូវជឿពេកហើយព័ត៌មានអីក៏ដោយដែលគេនិយាយប្រាប់អ្នកទាំងគ្នាអីហ្នឹងកុំសូវជឿពេកត្រូវតែពិនិត្យមើលតើព័ត៌មានមួយហ្នឹងដែលគេផ្ដល់ឲ្យអ្នកទាំងគ្នាហ្នឹងគឺជាព័ត៌មានពិតប្រាកដច្បាស់លាស់ត្រឹមត្រូវអត់ចឹងណាមិនប្រកាសថាសិលកាតមួយនេះគឺសុទ្ធតែបង្ហាញពីទង្វើក្បត់ទេតែវាអាចមាននៅក្នុងនឹងដែរអញ្ចឹងឲ្យអ្នកទាំងគ្នាពិនិត្យមើលឲ្យមែនតែនហើយឲ្យប្រុងប្រយ័ត្នឲ្យមែនតែនប្រុងប្រយ័ត្នទៅលើរឿងរ៉ាវមួយចំនួនជាពិសេសគឺការជឿទុកចិត្តការជឿជាក់ហ្នឹងណាគឺប្រយ័ត្នទំនុកចិត្តហ្នឹងមែនតែនហ្មងគឺអាចនឹងមានអ្នកចូលមកកុហកបោកប្រាស់ឬក៏លាក់លៀមអត់កំបាំងអីអ្នកទាំងអស់គ្នានឹងឯងតែបើសិនជាមាននរណាគេម្នាក់កុហកអ្នកទាំងគ្នាបោកប្រាស់អ្នកទាំងគ្នាធ្វើឲ្យអ្នកទាំងគ្នាខកបំណងទៅលើរឿងអ្វីម្យ៉ាងក៏អ្នកទាំងគ្នាឆាប់ចាប់បាន energy នឹងដែរមានឲ្យយើងឆាប់ចាប់បានថាគេ fake អីអញ្ចឹងណាតែគ្រាន់ថាឲ្យយើងប្រយ័ត្នដែរអញ្ចឹងទៅនៅស្លកាទី3គឺ S of One នេះគឺស្លកាល្អខ្លាំងមែនតើអ្នកទាំងគ្នាអញ្ចឹងបើអ្នកដែលកំពុងតែរកការងារធ្វើគឺអ្នកទាំងគ្នាអាចនឹងទទួលបានការងារថ្មីធ្វើតែបើសិនជាអ្នកកំពុងតែមានការងារធ្វើស្រាប់ហើយអញ្ចឹងអ្នកទាំងគ្នាអាចនឹងទទួលបានគម្រោងថ្មីដែលគម្រោងហ្នឹងនឹងជះឥទ្ធិពលល្អមែនទែនភាពជោគជ័យភាពរីកចម្រើនទៅថ្ងៃអនាគតអញ្ចឹងណាហើយការចាប់ផ្ដើមទំនាក់ទំនងថ្មីជាមួយនឹងនរណាគេម្នាក់ដូចជាមានមិត្តភ័ក្តិថ្មីមានស្នេហាថ្មីចូលមកអីចឹងទៅសម្រាប់អ្នកដែល single ណាហើយបើសម្រាប់អ្នកដែលគាត់មានដៃគូហើយអញ្ចឹងទៅគាត់អាចនឹងធ្វើដំណើរកម្សាន្តទៅណាទៅណីជាមួយគ្នាឬក៏អាចនិយាយបានថាចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយគ្នាឡើងវិញពីមុនមកសោះក៏ក្រោះឬក៏ទុកគ្នាចោលឬក៏អត់
អាវពើមួយគ្នាអីហ្នឹងក៏មានគេហៅថាអារម្មណ៍បែប romantic ថ្មីកាត់ឡើងចំពោះអ្នកទាំងពីរក៏ថាបានដែរនិយាយមកទៅគឺតំណាងឲ្យកម្លាំងចិត្តហើយនឹងការបំផុសកំណត់ថ្មី SR1 នេះគឺជាសញ្ញាកាតនៃការចាប់ផ្ដើមថ្មីល្អមិនថាទៅលើរឿងលុយកាក់ការងារការសិក្សាកម្រងអាជីវកម្មឬក៏ការរកលុយឬក៏តំណែងតំណងស្នេហាមិត្តភាពក៏ដោយគឺជាការចាប់ផ្ដើមថ្មីដ៏ល្អមានន័យថាដូចជាភ្លើងចង្គៀងមួយដែលយើងវាអលត់ទៅហើយតែយើងអុជភ្លើងនឹងឲ្យវាភ្លឺឡើងវិញអញ្ចឹងណាជាមួយនឹងសិលកាត 601 គឺល្អខ្លាំងមែនទែនអ្នកទាំងគ្នាគឺបង្ហាញពីភាពជោគជ័យនិងការទទួលស្គាល់មានន័យថាអ្នកទាំងគ្នានឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនឬក៏ស្ថាប័នការងាររបស់អ្នកទាំងគ្នាឈ្នះការប្រកួតឬក៏គោលដៅអីមួយដែលអ្នកគ្នាតែងតែខិតខំប្រឹងប្រែងដើម្បីសម្រេចវាឲ្យបានជោគជ័យនឹងគឺអាចនឹងឃើញផលបដាបហើយនៅក្នុងខែ6នេះហើយបើនិយាយពីមនុស្សដែលផ្សេងជាពិសេសមេអ្នកទាំងគ្នាឬក៏ណាគេក៏ដោយគឺគេអាចនឹងមើលឃើញពីសមត្ថភាពរបស់អ្នកទាំងគ្នាកន្លងមកគឺអាចមើលរំលងអ្នកទាំងគ្នាក៏ថាបានដែរប៉ុន្តែឥឡូវហ្នឹងគឺគេចាប់ផ្ដើមមើលឃើញអ្នកទាំងគ្នាថាជាមនុស្សល្អបើក្នុងរឿងស្នេហាវិញមានន័យថាអ្នកទាំងគ្នាគឺជាជំរើសរបស់គេអញ្ចឹងណាហើយបើនិយាយពីក្នុងរឿងការងារវិញគឺមេរបស់អ្នកទាំងគ្នាឬក៏ថ្នាក់លើរបស់អ្នកទាំងគ្នាហ្នឹងគឺចាប់ផ្ដើមមើលពីសមត្ថភាពភាពបត់បែនភាពអត់ធ្មត់របស់អ្នកទាំងគ្នាការខិតខំប្រឹងប្រែងនិងការគេហៅថាភាពច្នៃប្រឌិតរបស់អ្នកទាំងគ្នាក៏ថាបានដែរអញ្ចឹងគឺគេមើលឃើញពីសមត្ថភាពរបស់អ្នកទាំងគ្នានិងសមិទ្ធផលដែលអ្នកទាំងគ្នាខំកសាងនៅក្នុងការងារមួយហ្នឹងណាអ្នកដែលគាត់មានគំនិតនៅក្នុងការបើកអាជីវកម្មថ្មីតរោការងារថ្មីឬក៏ចាប់ផ្ដើមតំណែងតំណងថ្មីអីហ្នឹងណាគឺគាត់នឹងទទួលបានភាពជោគជ័យព្រោះដោយសារ S-1 គឺជាការចាប់ផ្ដើមថ្មីហើយ 6-1 គឺជាភាពជោគជ័យឬក៏ការទទួលបានជ័យជំនះអីចឹងទៅការឈ្នះហើយអ្នកទាំងគ្នាអញ្ចឹងសិលកាត2ហ្នឹងគឺតំណាងឲ្យថាការចាប់ផ្ដើមថ្មីដែលអ្នកទាំងគ្នាអាចនឹងកើតមានឡើងនៅក្នុងខែ6ហ្នឹងនឹងទទួលភាពជោគជ័យនិងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងគ្នាទាំងស្រុងហ្មងតែជាមួយនឹងសិលកាត Fire of Shots មានន័យថានៅក្នុងកន្លែងការងារអ្នកទាំងគ្នាអាចនឹងមានមនុស្សប្រកួតប្រជែងជាមួយនឹងអ្នកទាំងគ្នាច្រើនមែនទែនតម្រាំតែអ្នកទាំងគ្នាបានយកឈ្នះបានទទួលការកោតសរសើរនិងការមើលឃើញពីសមត្ថភាពរបស់អ្នកទាំងគ្នាឬក៏ការទទួលស្គាល់ថាអ្នកទាំងគ្នាគឺជាមនុស្សដែលបត់បែនមនុស្សដែលពូកែប្រឹងប្រែងខិតខំនៅក្នុងការងារអញ្ចឹងអ្នកទាំងគ្នាត្រូវឆ្លងកាត់ការប្រកួតប្រជែងច្រើនមែនទែនអាចមានអ្នកខ្លះចំណែនឈ្នះនេះឬក៏អត់សូវសប្បាយចិត្តជាមួយនឹងភាពជោគជ័យរបស់យើងក៏ថាបានដែរនៅកន្លែងការងារបើអ្នករស់ស៊ីគឺដូចគ្នាជាមួយនឹងអ្នកធ្វើការដូចគ្នាមានន័យថាយើងរស់ស៊ីនឹងជុំទិសរបស់យើងគឺសុទ្ធតែមានមុខរបរផាកផែគ្នាមួយយើងឬក៏ដូចយើងហ្នឹងគឺប្រកបប្រជែងគ្នាជាមួយយើងប៉ុន្តែយើងនៅតែលើកតង់ជ័យទទួលបានភាពជោគជ័យដដែលព្រោះដោយសារតែយើងជាមនុស្សម្នាក់ដែលខិតខំកន្លងមកហើយអញ្ចឹងណាហើយបើជានិស្សិតឬក៏ជាសិស្សវិញបើសិនជាអ្នកទាំងគ្នាដាក់អាហារូបករណ៍ទៅបរទេសគឺអ្នកទាំងគ្នាមានឱកាសខ្ពស់ខ្លាំងមែនទែននៅក្នុងការទទួលបានអាហារូបករណ៍ហ្នឹងប៉ុន្តែអ្នកទាំងគ្នាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតព្រោះដោយសារតែមានដៃគូខ្លាំងក្នុងការប្រកបប្រជែងហ្នឹងច្រើនខ្លាំងមែនទែនបើអ្នកទាំងគ្នាគឺជាអ្នកដែលគាត់ចង់បានជ័យលាភីល្អនៅក្នុងការប្រឡងអីមួយអញ្ចឹងការប្រកួតកីឡាអីមួយអញ្ចឹងឧទាហរណ៍ណាអញ្ចឹងអ្នកទាំងគ្នាត្រូវជួបគោប្រកួតខ្លាំងមែនទែនដែលធ្វើឲ្យអ្នកទាំងគ្នាយើងពិបាកទប់ទល់ដែរប៉ុន្តែស្ថិតនៅក្រោមការខិតខំប្រឹងប្រែងនិងជឿជាក់ខ្លួនឯងអ្នកទាំងគ្នានឹងទទួលបានជ័យជំនះជាមួយនឹងសិលកាត6-1 នេះគឺអ្នកទាំងគ្នានឹងទទួលបានជ័យជំនះណាមានន័យថាលើកតង់ជ័យជាមួយនឹងសិលកាតដដែល Fire Shot នេះគឺនៅក្នុងខែ6នេះគឺឲ្យតារានិកធាតុខ្យល់នឹងប្រុងប្រយ័ត្នមាត់កមែនទែនមានន័យថាអ្នកទាំងគ្នាអាចនឹងមានចំនួនអាចនឹងមានការមិនយល់គ្នាទាស់ទែងគ្នាការប៉ះទង្គិចគំនិតគ្នាអីចឹងណាមានន័យថាម្នាក់មានគំនិតបែបនេះម្នាក់ទៀតមានគំនិតបែបនោះអញ្ចឹងទៅមានការប្រកួតប្រជែងច្រើនខ្លាំងមែនទែនមានការចង់ឈ្នះចង់ចាញ់ដែលធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាអត់សូវសប្បាយចិត្តអីចឹងណាអញ្ចឹងពេលដែលមានរឿងអីកាត់ឡើងក៏ដោយគឺអ្នកទាំងគ្នាត្រូវតែតមមាត់តមកមែនទែនរឿងខ្លះបើសិនជាយើងអាចស្ងៀមស្ងាត់បានដើម្បីជ្រើសរើសសន្តិភាពផ្លូវចិត្តទាំងសងខាងគឺស្ងៀមស្ងាត់ទៅជាជាងឈ្នះការឆ្លោះគ្នាព្រោះដោយសារពេលខ្លះការដែលឆ្លោះឈ្នះហើយតែយើងបាត់បង់មិត្តភាពបាត់បង់ទំនាក់ទំនងឬក៏បាត់បង់ការងារឬក៏បាត់បង់ក្រុមការងារល្អអីមួយក៏អត់កើតដែរអញ្ចឹងបើសិនជាមាននរណាគេម្នាក់ផ្ដល់ជាដំបូន្មានឬក៏មតិយោបល់អីមួយបើសិនជាអ្នកទាំងគ្នាគិតថាអូអ្វីដែលគេផ្ដល់ឲ្យនឹងវាអត់សមស្របហើយអ្នកទាំងគ្នាអត់អាចទទួលយកបានទេតែទុកក្នុងចិត្តទៅគ្រាន់តែមិនធ្វើតាមគេទៅបានតែយើងមិនបាច់ចាំប្រតិកម្មដោយប្រើពាក្យសម្ដីមិនល្អឬក៏មិនសមរម្យឬក៏ទឹកមុខអីមួយដែលបង្ហាញពីការ
មិនពេញចិត្តអីមួយទៅកាន់គេក៏ថាបានដែរអញ្ចឹងកុំបង្ហាញអាទង្វើទាំងអស់ហ្នឹងអញ្ចឹងអ្នកទាំងនេះអាចនឹងដាច់លៀបអាចនឹងដាច់សំណាងឬក៏ភាពជោគជ័យដោយសារតែអារឿងទាំងអស់ហ្នឹងក៏ថាបានដែរប៉ុន្តែបើសិនជាអ្នកទាំងគ្នាជ្រើសរើសភាពស្ងប់ស្ងាត់ជ្រើសរើសការ calm down ដោយអត់ចង់ឆ្លោះអត់ចង់ឈ្នះអ្នកណាគេរកតែសេចក្តីសុខផ្លូវចិត្តខ្លួនឯងគ្រប់បែបយ៉ាងនឹងល្អប្រសើរមកវិញណាមួយនៅសិលកាតចុងក្រោយគេបងអស់នេះគឺល្អខ្លាំងយកតែមែនតែនហ្មង Ten of Cups គឺជាសិលកាតមួយតំណាងឲ្យការជួបជុំនៅក្នុងគ្រួសារការមានសុភមង្គលផ្លូវចិត្តបើនិយាយពីរឿងស្នេហាវិញគឺមានន័យថាយើងបានជួបជុំជាមួយនឹងមនុស្សដែលជាទីស្រឡាញ់របស់យើងតែកន្លែងនេះគឺអត់ចង់បាននិយាយថានឹងមានអីត្រឡប់មកចូលក្នុងជីវិតរបស់អ្នកទាំងគ្នាវិញទេចង់បានន័យថាស្នេហាអ្នកទាំងគ្នាធ្លាប់តែរកាំរកោធ្លាប់តែមានបញ្ហាជាមួយគ្នាឬក៏ពេលខែ6ហ្នឹងអ្នកទាំងគ្នាមានចំនួនឬក៏មានការខ្វែងមតិរបស់គ្នាហ្នឹងក៏មកត្រូវគ្នាវិញដែរមកល្អជានីជាមួយនឹងគ្នាវិញអញ្ចឹងណាសិលកាតមួយនេះគឺតំណាងឲ្យសេចក្តីសុខផ្លូវចិត្តការសប្បាយរីករាយមានភាពកក់ក្ដៅជួបជុំគ្នានៅក្នុងគ្រួសារមួយដែលពោរពេញទៅដោយសុភមង្គលណាអញ្ចឹងទំនាក់ទំនងស្នេហាវិញគឺជាទំនាក់ទំនងដែលអាចបំពេញឲ្យគ្នាទៅវិញទៅមកពេលដែលអ្នកទាំងគ្នាឃើញដៃគូអ្នកទាំងគ្នាខ្វះចន្លោះអីអ្នកទាំងគ្នាបំពេញចន្លោះខ្វះខាតនឹងឲ្យគេបំពេញឲ្យអ្នកទាំងគ្នាទៅវិញទៅមកអញ្ចឹងណាមានន័យថាកាន់តែផ្អែមល្ហែមកាន់តែមានសុភមង្គលកាន់តែយល់ពីគ្នាអញ្ចឹងទៅហើយនិយាយរួមទៅគឺសំដៅទៅលើការមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួនជាមួយនឹងគ្រួសារជាមួយនឹងមិត្តភាពយើងជាមួយនឹងទំនាក់ទំនងបែបស្នេហាអីផ្សេងៗណានិយាយរួមទៅគឺសិលកាត់ Ten of Cup នេះគឺល្អតំណាងឲ្យភាពកក់ក្ដៅក្តីស្រឡាញ់ភាពរីករាយហើយនឹងសុភមង្គលហើយបើនិយាយពីរឿងស្នេហានេះគឺខ្ញុំបកកាត total ឲ្យអ្នកទាំងគ្នាហ្មងជារួមហ្មងខ្ញុំឃើញថា energy អ្នកមួយចំនួនហ្នឹងគឺអាចនឹងជួបមនុស្សថ្មីមិត្តភ័ក្តិថ្មីនៅក្នុងកម្មវិធីជប់លៀងតាមរយៈ social media តាមរយៈមិត្តភ័ក្តិនិងមិត្តភ័ក្តិណែនាំគ្នាឬក៏កន្លែងការងារឬក៏អីផ្សេងៗហ្នឹងណាគឺអ្នកទាំងគ្នាអាចនឹងជួបមនុស្សដែលចូលមកក្នុងជីវិតអ្នកទាំងគ្នាហើយបង្កើតទំនាក់ទំនងបែបលក្ខណៈមិត្តភាពឬក៏ស្នេហាជាមួយនឹងអ្នកទាំងគ្នាអញ្ចឹងដំបូងគឺអ្នកទាំងគ្នាអាចនឹងមានការសង្ស័យអាចនឹងដឹងព័ត៌មានមួយចំនួនមិនច្បាស់ពីគេគាត់ថាគេចូលមកបោកឬក៏មិនល្អជាមួយអ្នកទាំងគ្នាអីចឹងណាហើយបន្តមកទៀតគឺអ្នកទាំងគ្នានឹងកសាងគ្រឹះរឹងមាំមែនទែនជាមួយនឹងគេនេះគឺសម្រាប់អ្នកដែល single ប៉ុន្តែក៏ប្រយ័ត្នដែរមានបុគ្គលមួយចំនួនក៏ពិតជាខូចដោយការសង្ស័យរបស់អ្នកទាំងគ្នាមែនតែអ្នកមួយចំនួនទៀតគឺអាចនឹងថាអត់ដោយការសង្ស័យរបស់អ្នកទាំងគ្នាទេដែលស្វ័យគឺខ្ញុំប្រាប់ឲ្យអ្នកទាំងគ្នា check មើលគេមែនទែនមុននឹងរាប់អាននរណាគេម្នាក់មុននឹងបើកចិត្តទទួលយកនរណាគេម្នាក់ចូលមកក្នុងជីវិតណាអញ្ចឹងអ្នកទាំងគ្នាត្រូវតែមើលថាបុគ្គលម្នាក់ហ្នឹងមិនដែរអីមិនដែរមុននឹងបើកចិត្តស្រឡាញ់គេព្រោះដោយសារអីមនុស្សបោកសម័យលើក៏មានច្រើនដែរតែទន្ទឹមនឹងហ្នឹងមិនប្រកាសថាគ្រប់គ្នាសិតតែបោកសិតតែមិនល្អទេនៅតែមានមនុស្សល្អអញ្ចឹងណាអញ្ចឹងសារដែលប្រុងប្រយ័ត្ននៅក្នុងខែមិថុនាសម្រាប់តារានិករធាតុខ្យល់នេះគឺកុំឲ្យអ្នកទាំងគ្នាសង្ស័យពេកឬក៏កុំឲ្យអ្នកទាំងគ្នាຕົកចិត្តពេកចំនួនទូចអាចធ្វើឲ្យអ្នកទាំងគ្នាខកខានឱកាសថ្មីដ៏ល្អមិនថាឱកាសនៅក្នុងទំនាក់ទំនងល្អឱកាសការងារល្អឱកាសក្នុងការរកស៊ីល្អឬក៏ទំនាក់ទំនងបែបលក្ខណៈនៅក្នុងគ្រួសារអីក៏ដោយគឺប្រយ័ត្នឲ្យមែនតើណាគឺការផ្សះផ្សាអីផ្សេងៗហ្នឹងគឺអាចនឹងខកខានដោយសារតែការមិនទុកចិត្តគ្នាឬក៏ការសង្ស័យជ្រុលពេកឬក៏ការចង់ឈ្នះចង់ចាញ់ពេកក៏ថាបានដែរមានន័យថា ego ខ្លាំងពេកក៏អត់កើតដែរបែបលក្ខណៈអញ្ចឹងយើងធ្វើអីក៏ដោយឲ្យយើងដឹងថាខ្ពស់ទាបសខ្មៅមកល្មមកុំឲ្យលើសពេកសរុបមកធម្មពលរបស់អ្នកទាំងគ្នានៅក្នុងខែ6ហ្នឹងគឺតំណាងឲ្យការជួបជុំការប្រុងប្រយ័ត្នឱកាសថ្មីភាពជោគជ័យហើយនិងសុភមង្គលនៅក្នុងគ្រួសារឬក៏ក្នុងទំនាក់ទំនងអញ្ចឹងខ្ញុំអស់អីនិយាយបកស្រាយសម្រាប់តារានិករធាតុខ្យល់ឡើយខ្ញុំជូនពរឲ្យអ្នកទាំងគ្នាជួបប្រទះតែសេចក្តីសុខសេចក្តីរីកចម្រើនហើយនិងសុភមង្គលនៅក្នុងគ្រួសារទៅណាមកណាមានសុខសុវត្ថិភាពបាយជួបគ្នានៅវីដេអូក្រោយ Love you